ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាខណ្ឌឫស្សីកែវជនសង្ស័យត្រូវជាអតីតប្តីបានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើតខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី10ខែមីនាឆ្នាំ2025វេលាម៉ោង 7:00 នាទីនៅចំណុចដីឡូគ្មានលេខផ្លូវបេតុងក្រុមទី6ភូមិស្វាយប៉ាសង្កាត់ស្វាយប៉ាខណ្ឌឫស្សីកែវរាជធានីភ្នំពេញមានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យជាអតីតប្តីឈ្មោះថាប៊ុនសេងហាប់ភេទប្រុសអាយុ30ឆ្នាំជនជាតិខ្មែរមានទីលំនៅនៅភូមិនិមិត្តមួយឃុំនិមិត្តស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសពជនរងគ្រោះមានឈ្មោះថាអ៊ុនស្រីលក្ខភេទស្រីអាយុ25ឆ្នាំជនជាតិខ្មែរមានទីលំនៅនៅភូមិព្រែកតាគង់សង្កាត់ព្រែកតាសីខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញហើយមុខរបរជាអ្នករត់តុជនសង្ស័យនិងជនរងគ្រោះត្រូវជាអតីតប្តីប្រពន្ធមានកូនប្រុសចំនួន1នាក់បានលែងលះគ្នារយៈពេល1ឆ្នាំមកហើយនៅថ្ងៃកើតហេតុខាងលើជនសង្ស័យដែលត្រូវជាប្តីជនរងគ្រោះបានមកផឹកស៊ីនៅហាងមួយកន្លែងនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះចំនួន3ថ្ងៃជាប់គ្នាមកហើយក៏មានទំនាស់ពាក្យសម្ដីនឹងគ្នាដោយជនសង្ស័យប្រច័ណ្ឌនឹងជនរងគ្រោះថាមានប្រុសផ្សេងតាមចម្លើយសាក្សីមុនពេលកើតហេតុមានការឆ្លោះគ្នាហើយក៏បានសម្របសម្រួលត្រូវគ្នាវិញបន្ទាប់មកពួកគេទាំងពីរនាក់បានជិះម៉ូតូជាមួយគ្នាចេញទៅក្រៅហើយមេការស្រែកសួរថាឌុបគ្នាទៅណាកុំឆ្លោះគ្នាទៀតជនសង្ស័យបាននិយាយប្រាប់សាក្សីជាមេការថានឹងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដងមេការនឹកស្មានថាជនសង្ស័យនិយាយលេងហើយពួកគេជិះម៉ូតូចេញទៅបាត់ទៅបន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងធ្វើការទៅដល់ចំណុចកើតហេតុខាងលើហើយក៏បានធ្វើសកម្មភាពវាយជនរងគ្រោះនិងខ្ទប់ដង្ហើមបណ្ដាលឲ្យស្លាប់ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើតខេត្តបន្ទាយមានជ័យបន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យហើយក៏បានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដើម្បីសហការចាប់ជនសង្ស័យលុះបន្ទាប់មកសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានទទួលព័ត៌មាននៅវេលាម៉ោង 20:00 នាទីថ្ងៃទី10ខែមីនាឆ្នាំ2025ថាមានបុរសម្នាក់ចងកសម្លាប់ខ្លួនទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុទៅត្រួតពិនិត្យកោសលវិច័យគឺបុរសរូបនេះពិតជាជនសង្ស័យដែលបានសម្លាប់នារីរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួននៅសង្កាត់ស្វាយប៉ាខណ្ឌឫស្សីកែវពិតមែនសូមស្វាគមន៍មកកាន់សាលាបង្វឹក Plan A សាខាអង្គតែនទូកោកសាលាបង្វឹក Plan A មានការប្រម៉ូសិនពិសេសរៀនមួយខែ free មួយខែតម្លៃត្រឹមតែ$99តែប៉ុណ្ណោះសាលាបង្វឹក Plan A បង្រៀនគួរលើមុខវិជ្ជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យានិងជីវវិទ្យាបង្រៀនចាប់ពីថ្នាក់ទី5ដល់ថ្នាក់ទី12ផ្នែកទីតាំងរបស់យើងស្ថិតនៅលើផ្លូវ273ចម្ងាយពីអង្គការទូកោ50ម៉ែត្រតែប៉ុណ្ណោះសូមទំនាក់ទំនងលេខទូរស័ព្ទ093 60 សូមអរគុណសាលាបង្វឹក Plan A ដំណើរឆ្ពោះទៅកាន់និទ្ទេស A